របៀបធ្វើជ្រក់ជើងមាន់លើកនេះលឿនរហ័សងាយស្រួលធ្វើហើយមានរសជាតិឆ្ងាញ់ទៀតបើនិយាយពីវិធីធ្វើវិញពិបាកក៏មិនពិបាកពេកស្រួលក៏វាមិនស្រួលពេកដែរជ្រក់ជើងមាន់នេះបើយើងធ្វើមិនត្រូវក្បួនវាឆ្អាបហូបមិនកើតហ្មងសម្រាប់ជើងមាន់យកមកធ្វើជ្រក់ខ្ញុំណែនាំឲ្យយកជើងមាន់ណាស្រស់ថ្មីបានធ្វើជ្រក់ជើងមាន់ទៅមានរសជាតិឆ្ងាញ់យើងយកស្ករក្រហមចំនួន2ខាំដាក់ចូលក្នុងខ្ទះមកកំតណាបើកភ្លើងប៊ីចេងចំនួន1ស្លាបព្រាម្សៅស៊ុបខ្នុរចំនួន1ស្លាបព្រាទឹកត្រីចំនួន1កូនចានចងហើយសម្រាប់ទឹកខ្ទឹមជ្រក់វិញយើងប្រើខ្ទឹមជ្រក់មួយកូនមើមរួមជាមួយទឹករបស់វាផងហើយទឹកជារបស់យើងនឹងគឺ3ចានចងទូចបែបនេះរបស់បងឃើញនៅក្នុងវីដេអូនឹងចឹងបន្ទាប់ពីយើងអ្នកគ្រឿងរួចរាល់ហើយយើងចាប់ផ្ដើមបើកភ្លើងទុកឲ្យវាពុះនឹងពុះចូលគ្រឿងរួចរាល់ហើយយើងលើកវាយកមកចាក់ទុកឲ្យត្រជាក់ឥឡូវយើងយកទឹកជ្រក់របស់យើងនឹងចាក់ទុកម្ដុំសិនទុកឲ្យវាត្រជាក់នៅនឹងម្ដុំសិនយើងមកត្រៀមគ្រឿងផ្សេងទៀតដែលយើងយកគល់ជីវ៉ាន់សិលនេះយកមកហាន់វាជាចំណិតតូចយកកន្លែងគល់វាតែម្ដងណាសម្រាប់គល់សក្តិវិញគឺយើងហាន់វាជាចំណិតបែបនេះគេហៅថាចំណិតអសក់យើងហាន់មកបន្តមកទៀតគឺខ្ញីយកខ្ញីណារាងចាស់បន្តិចបានធ្វើជ្រក់ទៅមានរសជាតិឆ្ងាញ់ហើយហាន់កុំស្តើងពេកហាន់វាឲ្យរាងក្រាស់ធំចឹងទីមកនៅពេលយើងដាក់ជ្រក់ទៅវាមិនរលួយហើយបើនិយាយពីរឿងក្រូចឆ្មាវិញខ្ញុំណែនាំឲ្យប្រើក្រូចឆ្មាស្រស់ក្រូចឆ្មាចំបាច់ចេញពីផ្លែចឹងតែម្ដងខ្ញុំមិនឲ្យប្រើ10ទេប្រើ10អត់ល្អទេរសជាតិក៏មិនឆ្ងាញ់ដូចគ្នាបន្ទាប់ពីយើងកាប់កញ្ចក់ជើងមាន់រួចរាល់ហើយយើងចាប់ផ្ដើមយកជើងមាន់របស់យើងយកទៅដាក់ស្ងោរយើងដាំទឹកមួយខ្ទះឬក៏មួយឆ្នាំងមកយើងដាក់ស្លឹកក្រូចបន្តិចរួមជាមួយនឹងស្លឹកគ្រៃបន្តិចផងដើម្បីកាត់ឆ្អាបហើយរយៈពេលស្ងោរជើងមាន់ហ្នឹងតែ10ទៅ15នាទីបានហើយបើជើងមាន់យើងច្រើនដាក់15នាទីតែបើថាជើងមាន់ត្រឹម2គីឡូដូចម៉ែកុនបឺនេះដាក់តែ10នាទីល្មមស្ងោរយូរពេកជើងមាន់យើងរលួយអស់នៅពេលដែលយើងយកមកធ្វើជ្រក់អត់ឆ្ងាញ់ទេតែ10នាទីល្មមរួចហើយយើងដួសជើងមាន់របស់យើងយកមកត្រាំជាមួយនឹងទឹកកករួចហើយយើងយកម្ទេសហាច់សាច់ចំនួន1កូនចានចងដាក់ចូលក្នុងម៉ាស៊ីនក្លុកគល់ជីបន្សុយមើមខ្ទឹមចំនួន1មើមសម្រាប់ទឹកក្រូចឆ្មាយើងវាល់1កូនចានចងតូចប៉ុណ្ណឹងមកអ្នកគ្នាគឺល្មមតែម្ដងរសជាតិវាឆ្ងាញ់តែម្ដងនេះ1កូនចានចងប៉ុណ្ណឹងមកហើយយើងដួសយកខ្ទឹមជ្រក់ពីទឹកជ្រក់ដែលយើងបានស្ងោរពីដំបូងគេយើងចាក់ទឹកជ្រក់នឹងចូលបន្តិចផងដើម្បីងាយស្រួលក្លុកយើងកុំក្លុកវាដល់អាម៉ត់ខ្លាំងពេកអ្នកគ្នាតាម1ទ្រឺត2ទ្រឺត1ម៉ត់ល្មមមកបានហើយបន្តមកទៀតយើងយកវាមកចាក់ចូលនៅទឹកជ្រក់ដែលយើងស្ងោរតាំងពីដំបូងគេចាក់ចូលទាំងអស់តែម្ដងឥឡូវរួចរាល់ហើយទឹកជ្រក់របស់យើងទុកម្ដងសិនយើងមកបកជើងមាន់ដែលយើងបានស្ងោរដាក់ត្រាំទឹកកកវិញម្ដងនេះគឺបកយកឆ្អឹងចេញអ្នកគ្នាបកឆ្អឹងនេះគឺយូរជាទីបំផុតហើយពិបាកជាទីបំផុតអ្នកទាំងគ្នាពិបាកជាងគេជ្រក់ជើងមាន់គឺការបកឆ្អឹងជើងមាន់នឹងតែម្ដងអ្នកទាំងគ្នាពិបាកណាបងធ្វើមិនបាច់ចាំបកឆ្អឹងចេញក៏បានដែររសជាតិឆ្ងាញ់យើងហូបកើតដូចតែគ្នានឹងតែវិធីបកដូចបងឃើញនៅក្នុងវីដេអូនឹងចឹងពិបាកបកជាងគេគឺយើងកាត់យកកវ៉ាត់កាត់ពីលើជើងមាន់ហើយយើងកាច់តាមកលៈជើងមាន់ចឹងមកអ្នកគ្នាបងឃើញនៅក្នុងវីដេអូនឹងចឹងពិបាកណាឥឡូវកុំឲ្យខាតពេលម៉ែកូនបឺតបោបានប្រហែលជា 4-5 ទេយើងចាប់ដើមជ្រក់វិញម្ដងយើងចាក់ជើងមាន់នឹងចូលមកឲ្យខ្ញីយើងយកដាក់ចូលមកបន្ទាប់មកយើងដាក់គល់សក្តិបន្តិចគល់សក្តិយើងបានហាន់ហ្នឹងគល់សក្តិយើងបានហាន់ជាចំណិតអសក់ហ្នឹងយកមកដាក់ចូលទាំងអស់តែម្ដងបន្ទាប់មកគឺយើងចាក់ទឹកជ្រក់របស់យើងចូលគឺរួចរាល់អ្នកគ្នាហើយយើងកូរវាឲ្យចូលគ្រឿងបន្តិចមកយើងយកវាទៅទុកក្នុងទូទឹកកករយៈពេល 4 ទៅ 5 ម៉ោងគឺបានហូបហើយឬក៏អ្នកគ្នាទុកមកយប់ទល់ភ្លឺក៏បានទុកមួយថ្ងៃទល់យប់ក៏បានដែរបើថាបងបញ្ញាប់ហូបបញ្ញាប់ធ្វើគ្រឿងខ្លែមតែ 4-5 ម៉ោងគឺអាចហូបបានអ្នកគ្នាម៉ែកូនបឺតទុកឲ្យបានមកយប់ទល់ភ្លឺដោយសារយើងអត់បញ្ញាប់ទុកមកយប់ទល់ភ្លឺគឺបញ្ចូលជាតិគ្នាឆ្ងាញ់តែម្ដងនេះរូបមន្តនេះគឺម៉ែកូនបឺតបថយម្ទេសអ្នកគ្នាបើធ្វើសាមុនគឺសត្វតែម្ទេសតែម្ដងដោយសារអ៊ំគាត់មកហូបដែរអ៊ំគាត់ចេះហូបម្ទេសទេអញ្ចឹងហើយយើងបថយម្ទេសបន្តិចថោអ្នកគ្នាគាត់ចេះម្ទេសសូម្បីតែប៉ុណ្ណឹងគាត់ហូបមិនកើតដែរឈឺឆក់អ្នកគ្នាអានេះស្ទើរម្ទេសសម្រាប់ម៉ែកូនបឺតសម្រាប់ខ្ញុំនេះគឺស្ទើរម្ទេសបានម្ទេសរៀងហឹលជាងនេះជាតិកាន់តែឆ្ងាញ់តែម្ដងហើយបានអាបកឆ្អឹងចេញអស់ទៀតរឹតតែជាតិនេះទាំងអស់គ្នាអញ្ចឹងមិនគេខំឲ្យបកឆ្អឹងលក់ហ្នឹងអ្នកគ្នានេះអាបកឆ្អឹងហូបដាក់យកតែម្ដងតែបើថាអាមានឆ្អឹងរៀងពិបាកហូបបន្តិចបើបានអាបកឆ្អឹងយកមកហូបដឹងតែជាតិដឹងតែឆ្ងាញ់អ្នកគ្នាប៉ុន្តែយើងបកឆ្អឹងយូរអ្នកគ្នាមកជើងមាន់2គីឡូនេះប្រហែលជាបកមួយថ្ងៃតយប់មិនដឹងជាហើយអត់ទេដោយសារយើងមិនមែនអ្នកជំនាញអាណិតម៉ែកូនបឺតពេកប្រាប់ម៉ែកូនបឺតថាមិនបាច់បកទេម៉ែអើយដាក់ជ្រក់យកតែម្ដងទៅម៉ែកូនបឺតក៏ដាក់ជ្រក់យកតែម្ដងទៅឥឡូវមានអាបកខ្លះមានអត់បកច្រើនជាងបកបានប្រហែលជា6-7អ្នកគ្នាហើយសម្រាប់បងក៏រត់មើលវីដេអូនេះមិនចូលត្រង់ចំណុចណាតែមិនទាន់ត្រង់ចំណុចណាបងអាចខមមិនសួរនៅក្នុងក្រោមវីដេអូនេះបានសម្រាប់ទឹកខ្ទឹមជ្រក់បងអ្នកគ្នាអាចរត់ទិញតាមតូបលក់ចាប់ព្រួយគេមានប្រាប់ថាយកទឹកខ្ទឹមជ្រក់ចឹងមកគេឲ្យមកម្ដងហើយអ្នកគ្នាអាចរត់ទិញតាមតូបលក់ចាប់ព្រួយបានអរគុណជំរាបលាបាយ